វោះអា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 ចង់រត់ទៅណាយើងមិនអោយឯងរួចខ្លួនទេឆាប់ប្រាប់យើងមកតើឯងយកអាក្មេងទាំងពីរនោះទៅទុកនៅឯណាអើយអាយៈរំបល់កាច់យើងមកតែម្នាក់ឯងទេណាព្រះរាជបុត្រនិងព្រះអនុជគឺយើងមិនដឹងទេណាលោកយៈពិតជាប្រហើនមែនយើងនឹងមិនអោយឯងរស់តទៅទៀតឡើយអើយអាយៈចំគូតយើងមិនខ្លាចឯងទេវោះអា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 វោះអា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 វោះអា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 ហើយព្រះអនុជដូចជាស្ងាត់ហើយណាព្រះដល់ម្ចាស់ក្រាបទូលតោះពួកយើងនាំគ្នាទៅរកបងពីជីណាម្ចាស់អូនព្រះដល់ម្ចាស់ក្រាបទូលវោះអា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 យើងបានប្រាប់ពួកឯងហើយថាមិនអាចគិតផុតពីកណ្ដាប់ដៃយើងបានឡើយពួកឯងសុំតែស្លាប់អញ្ចឹងហើយវោះអា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 វោះអា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 ក្មេងទាំងពីរនាក់នេះទោះជារកវាមិនឃើញក៏មិនអីដែរបើអត់ពិសេសនេះទៅវាគង់តែអត់អាហារខ្លាស៊ីមិនខានទេ
ដូច្នេះណាយើងគ្មានអីត្រូវបារម្ភទៀតទេយើងនឹងដើររកចាប់សត្វមរគីស៊ីជាអាហារដើម្បីកម្សាន្តបងពីជីបងពីជីនៅឯណាបងពីជីបងពីជីនៅឯណា